Hello សួស្តីបងអូនថ្ងៃនេះគឺធ្វើការសម្រាប់រឿងខ្មោចឥណ្ឌូនេស៊ីល្បីមួយចាប់ផ្ដើមដំបូងឡើយហ្នឹងគឺជាមួយនឹងនារីរបស់យើងទាំងអស់កំពុងតែធ្វើការត្រង់ស្ដាប់ប្រវត្តិលោកគ្រូគេដែលនៅក្នុងវិហារកំពុងតែនិយាយតាក់ទងជាមួយនឹងរឿងនារីមិនអនុញ្ញាតឲ្យធ្វើខ្លួនស្អាតពេកហើយបើមានស្វាមីគឺត្រូវតែបម្រើប្រតិបត្តិការស្វាមីឲ្យបានល្អទើបឡើងឡានທາງសួគ៌តែបើសិនជាប្រតិបត្តិមិនបានល្អទេគឺនឹងធ្វើការចុះនរករឿងនេះគឺធ្វើឲ្យគេមានសម្ពាធយ៉ាងខ្លាំងអ្នកដែលចូលមកពាក់អាវសនេះគឺជាតួឯកប្រុសរបស់យើងនៅក្នុងរឿងនេះណាតួឯកប្រុសរបស់យើងនេះគឺចូលមកនៅក្នុងសហគមន៍នេះគឺដើម្បីផ្ដល់ជំនួយទៅដល់សហគមន៍នេះទាំងមូលតែម្ដងទោះស្អីរបស់យើងធ្វើការស្ដាប់លើដែលចៃដន្យថាតួប្រុសរបស់យើងនេះរអ៊ូតមចង់បានប្រពន្ធដែលល្អម្នាក់ហេតុការចូលគ្រួសារគេអញ្ចឹងណាសម្រាប់ទោះស្អីរបស់យើងក៏ស្ម័គ្រចិត្តទៅក៏សុំអ្នកគ្រូគេដើម្បីរៀបការចូលគ្រួសារនឹងថ្ងៃដំបូងក៏គេបានចាប់ផ្ដើមរៀបការជាមួយគ្នាបែបនេះឯងហើយក៏បានធ្វើការឡើងថ្លែងសន្ទរកថាអរគុណទៅដល់អ្នកដែលចូលរួមក្នុងកម្មវិធីមង្គលការកន្លែងឆាតឃើញខ្មោចប្រពន្ធគេហ្នឹងគឺមានការភ្ញាក់ផ្អើលបន្តិចហើយមិនក៏ខ្មោចមកចូលរួមអញ្ចឹងបន្ទាប់មកស្រាប់តែមានរឿងកាត់ឡើងអូយមានបងស្រីម្នាក់ហ្នឹងគាត់ហូរឈាមចំមុះគាត់ស្រែកឡាំប៉ាពេញហ្នឹងហើយកូនកំមុំគាត់ចោះទៅស្រាប់តែឃើញខ្មោចលេចលោមកចេញនៅពីមុខគេហ្មងគេស្រែកមកវាស់អញ្ចឹងទៅប្តីក៏សួរថាតើអញកាត់អីអញឃើញអីតោះមកប្រពន្ធមកគេថាអត់ទេបងមិនមានឃើញអីទេស្វាំងភ្នែកថ្ងៃទី1នេះគឺទទួលកូនកំមុំទៅនៅក្នុងខាងកូនកន្លោះណាក៏មានកម្មវិធីយ៉ាងក្រក់ក្រែងផងដែរនៅលើឡាននេះគឺប្រពន្ធរបស់គេក៏បាននិយាយម្ដងទៀតថាខ្ញុំឃើញមែនណាបងបាញ់មិញគឺអត់បានស្វាំងភ្នែកទេហើយប្តីរបស់គេហ្នឹងក៏អញញ៉ាំថាអត់អីទេចាប់ពីថ្ងៃនេះទៅគឺខ្ញុំនឹងមើលថែអ្នកបានល្អមិនឲ្យអ្នកណាមកធ្វើបាបអ្នកទេអញ្ចឹងណាអញញ៉ាំបែបយ៉ាងមានសេចក្តីសុខថ្ងៃមានសេចក្តីសុខក៏មកដល់ហើយក៏ចាប់ផ្ដើមកាត់កញ្ចក់ដែរកាត់អីហើយពួកគេទាំងពីរនាក់ហ្នឹងក៏ធ្វើការសន្ទនាគ្នាទៅតាមបែបលក្ខណៈប្តីប្រពន្ធគូស្វាមីភរិយាថ្មីដែលទើបតែរៀបការផ្អែមល្ហែមណានិយាយសងគ្នាចោះឡើងចឹងទៅក៏ខាងប្រុសថាហ្នឹងហើយអូខេមកយកជាមួយនឹងកញ្ចក់ទៅរក្សាទុកឬក៏បោះចោលសិនអញ្ចឹងណាបន្ទាប់មកមានណាកញ្ចក់ហ្នឹងអត់មានយកបោះចោលទៅណាទេគឺកញ្ចក់ហ្នឹងគឺយកទៅឲ្យម៉ែដោះដែលគាត់កំពុងតែធ្វើវិធីមន្តអាគមនេះស្រាប់តែធ្វើពិធីមន្តអាគមនឹងបានសម្រេចហើយហ្នឹងថ្ងៃក្នុងថ្ងៃហ្នឹងផងដែរទោះស្រីរបស់យើងហ្នឹងក៏បានយកសពមកអញ្ញាយកសពឃើញមនុស្សខ្មោចអក្រក់ពេញបន្ទប់ហ្នឹងហ្មងតបមកថ្ងៃទី2នេះក៏គេយកអាកមួនកម្មប៉ាទៅកមួនហ្នឹងកមួននេះគេធ្វើពីយប់មិញហ្នឹងឯងយកមកធ្វើពិធីទៅលើតួស្រីរបស់យើងហ្នឹងស្រាប់តែដូចដកព្រលឹងចេញអញ្ចឹងតួស្រីរបស់យើងមានការរវល់រវាយពេញហ្នឹងហ្មងយប់ឡើងក៏ឲ្យផឹកទៅដល់គោមួយកែវទៀតផឹកទៅដល់គោមួយកែវហ្នឹងហើយគឺចាប់ផ្ដើមងុយគេងខុសធម្មតាហើយប្តីរបស់គេរត់ចេញទៅក្រៅបាត់ទោះឲ្យពុននៅតែម្នាក់ឯងបន្ទាប់មកនាងមានអារម្មណ៍ថាដូចជាមាននរណាម្នាក់កំពុងតែឈរនៅមាត់ប្អួយបើកទ្វារមកក្រាបឃើញសុទ្ធតែមនុស្សឈរមកប្អួយនឹងតែម្ដងទ្វារក៏ចាប់ផ្ដើមបើកឡើងដោយខ្លួនឯងចេញនៅរូបរាងខ្មោចដោយសារអាក្រក់ភ័យពេកក៏រត់ទៅរកប្តីស្រែកខោប្តីគេអញ្ចឹងឃើញទៅនៅបន្ទប់មួយនោះប្តីរបស់គេកំពុងតែធ្វើវិធីមិនដឹងវិធីអីទេឃើញទៀនឃើញអីញ៉ៃពេញហ្នឹងក៏ដឹងថាប្រហែលជាប្តីធ្វើមកវិធីអាប់ធ្មប់អីហើយក៏ចាប់ផ្ដើមដាស់ប្តីឲ្យភ្ញាក់ដាស់យ៉ាងណាក៏មិនភ្ញាក់ដែរស្ទតែមាននរណាមួយមកចាប់ពីក្រោយងាកទៅចាំពិតទៅជាបងស្រីរបស់ហ្វាឡានឹងតែប៉ុណ្ណោះមិនមែនជាខ្មោចទេតែអីដែលជាក់ស្ដែងនៅក្នុងហ្នឹងគឺស្រីហើយយ៉ាងណាក៏គាត់អត់ឈប់ដែរគឺគាត់គេទៅដើរទៅរហូតបន្ទាប់មកទៅដល់ផ្ទះពូរបស់គេហ្នឹងឃើញពូរបស់គេកំពុងតែស្លាប់ហើយបន្ទាប់មកហ្វាឡាហ្នឹងក៏គាត់ធ្វើការរៀបចំសាកសពចងសាកសពពូរបស់គេហ្នឹងណាតែមានតែម្នាក់ឯងទេបន្ទាប់មកពូខ្មោចសាកសពហ្នឹងក៏បានងើបឡើងតែប៉ុន្តែអាហ្នឹងគឺជាការយល់សពរបស់គេទាំងអស់តែផឹកឡើងសិតតែទទួលបានដំណឹងថាអ្នកលោកពូម្នាក់ដែលគេយល់សពយប់មិញហ្នឹងណាសិតតែបានស្លាប់មែនតើមានណាហ្វាឡាគាត់ភ័យខ្លាំងមែនតើគេសភៅធម៌មកអានបើសភៅធម៌មកអានស្រាប់តែសភៅធម៌បាត់អក្សរបន្តិចម្ដងស្រាប់តែខ្មោចនឹងងើបមកសួរថាហេតុអីសម្រាប់យើងហ្វាឡានៅក្នុងកម្មវិធីហ្នឹងគឺភ័យស្រែកផ្អើលគេពេញនឹងបន្ទាប់មកប្តីរបស់គេហ្នឹងក៏ចាប់ហ្វាឡាហ្នឹងគឺញុកចូលឡានហើយហាមឃាត់អត់ឲ្យអ្នកគ្រូអ្នកចាំបាននេះអ្នកគ្រូនិងលោកគ្រូនេះគឺនៅមណ្ឌលដែលហ្វាឡាគឺរស់នៅហ្នឹងណាគឺគាត់ព្រួយបារម្ភពីហ្វាឡាមែនតើព្រោះពួកគាត់ហ្នឹងគឺចេះតែបៀមដែរអញ្ចឹងមើលដឹងថាហ្វាឡាកំពុងតែមានបញ្ហាអីនៅក្នុងឡាននេះប្តីរបស់គេក៏ស្ដីបន្ទោសថាហ្វាឡាដូចសម័យច្រើនពេកញ៉ៃខ្លាំងឥឡូវជូនទៅផ្ទះឲ្យសង្រងាប់អារម្មណ៍នៅពេលដល់ផ្ទះស្រាប់តែនៅក្នុងទូទឹកកកឮសំឡេងប្លែកហ្វាឡាហ្នឹងក៏បានចូលទៅមើលទៅក្នុងទូទឹកកកហ្នឹងក៏ទាញមកលេងអាកណាត់ហុំសពមានណាហ្វាឡាស្រែកហើយបិទទ្វារមកមានឈរនៅពីមុខហ្វាឡាហ្នឹងតែម្ដងស្រែកឡើងផ្អើលមេផ្ទះនៅហ្នឹងតែម្ដងមកមើលទៅគឺអត់មានអីទេគឺហ្វាឡាស្មើស្មៃម្នាក់ឯងតែប៉ុណ្ណោះច្រើនថ្ងៃមកហើយហ្វាឡាគឺមានអារម្មណ៍ថាដូចជា
មានការសង្ស័យពីព្រោះថាមានការរវើវាខុសប្លែកធម្មតាហ្វាឡាហ្នឹងក៏បានធ្វើការតាមដានជាមួយនឹងបងមេផ្ទះនឹងតែម្ដងថាគាត់ធ្វើអីមានណាគឺគាត់កំពុងតែធ្វើវិធីមែនស្រាប់តែជ្រាបពេលហ្នឹងផងដែរគឺហ្វាឡាហ្នឹងគឺគាត់លួចថតអារូបទាំងអស់ហ្នឹងគឺផ្ញើទៅឲ្យបងស្រីរបស់គេដែលនៅមណ្ឌលហ្នឹងណាផ្ញើមកមិនទាន់បានផងប្តីរបស់គេមកដល់គឺចាប់កញ្ឆក់ទូរស័ព្ទហ្នឹងលុបវីដេអូហ្នឹងអស់ហើយបោកទូរស័ព្ទនឹងចោលទៀតហើយស្ដីឲ្យហ្វាឡានឹងថាលើកក្រោយបើសិនជាមានលើកក្រោយទៀតណានាងឯងនឹងត្រូវស្លាប់ជាមិនខានទេមានណាបងស្រីរបស់គេនៅម្ដងនេះចូលមកមើលមិនទាន់បាននឹងមើលវីដេអូហ្នឹងផងត្រូវលុបចោលវិញបន្ទាប់មកក៏ខអត់លើកឥឡូវគេខមកវិញក៏បានលើកទៅមានណាមិនឃើញហ្វាឡាណាគឺឃើញក្អីឯណាណីម៉ែមានគឺខ្មោចយកតែម្ដងភ័យពេកក៏បានយករឿងហ្នឹងទៅប្រាប់អ្នកម្ដាយគេដែលនៅសាលាហ្នឹងណានៅសាលាហ្នឹងនៅម្ដលហ្នឹងដើម្បីជួយហ្វាឡាផងហ្វាឡាប្រហែលជាមានរឿងអីមិនស្រួលកាត់ឡើងហើយបន្ទាប់មកប្តីរបស់គេបខំហ្មងបខំឲ្យផឹកដោះគោហ្នឹងទៀតហ្វាឡាមានការក្រំគ្រាចិត្តយ៉ាងខ្លាំងអាពាហ៍ពិពាហ៍នេះដូចចោះនរកទាំងរស់អញ្ចឹងស្រាប់មកគិតចោះកាត់ឡើងគេក៏ស្លាប់បាត់ទៅប្តីហ្នឹងក៏បានធ្វើការអាសាច់ខាងខ្នងរបស់ប្រពន្ធហ្នឹងដើម្បីទៅធ្វើពិធីបន្តទៀតហើយស្ទើរក្នុងឱកាសហ្នឹងផងដែរអាប៉ែហ្នឹងធ្វើការសូត្រមន្តគាថាផ្សេងៗហ្នឹងក៏បានឲ្យមេដោះហ្នឹងគឺទៅច្បាច់ទឹកដោះគោហ្នឹងដាក់ក្នុងដបឲ្យហើយព្រោះហ្នឹងថ្ងៃស្អែកហ្នឹងគឺគេមានកម្មវិធីជ្រើសរើសតំណាងរាស្ត្រអញ្ចឹងណាអាប៉ែហ្នឹងគឺយកទឹកដោះគោហ្នឹងដើម្បីចែកឲ្យប្រជាជននៅតំបន់នោះឲ្យបែបហ្នឹងអញ្ចឹងទៅបន្ទាប់មកប្តីរបស់គេហ្នឹងក៏បាននាំហ្វាឡាទៅចូលរួមនៅក្នុងកម្មវិធីហែតំណាងរាស្ត្រហ្នឹងផងដែរកាន់ដៃរបស់ហ្វាឡាស្រាប់តែមានអារម្មណ៍ថាសប្បាយចិត្តពេកអីបែបហ្នឹងអញ្ចឹងទៅក៏បានប្រឡែងដៃរបស់ហ្វាឡាចេញមានណាមានមនុស្សមករោមហ្វាឡាពេញនឹងហើយបន្ទាប់មកគឺគេនិយាយថាសូមស្វាគមន៍មកកាន់ទីក្រុងខ្មោចរបស់ពួកយើងហ្វាឡាលោកគ្រូនិងអ្នកគ្រូនៅក្នុងមណ្ឌលហ្នឹងក៏បានទាញហ្វាឡាយកទៅឆ្ងាយពីប្តីរបស់គេឆ្លៀសក្នុងឱកាសល្អនេះមែនតើក៏អ្នកទាំងពីរហ្នឹងក៏បានធ្វើវិធីដើម្បីបណ្ដេញខ្មោចដែលនៅក្នុងរាងកាយរបស់ហ្វាឡាចេញតែម្ដងប្តីរបស់គេក៏មកតាមដែរបន្ទាប់មកក៏បានសូត្រមន្តវិជាថាអីផ្សេងៗដើម្បីដាស់វិញ្ញាណនៅក្នុងខ្លួនរបស់ហ្វាឡាដើម្បីប្រឆាំងជាមួយនឹងគ្រូដែលកំពុងតែជួយហ្វាឡានេះប្រឆាំងចុះប្រឆាំងឡើងនេះទងំតែបានឈ្នះហ្មងពីព្រោះលោកគ្រូរបស់ហ្វាឡានេះគឺមានមន្តវិជាការរៀងខ្លាំងដែរណាហើយប្តីរបស់គេហ្នឹងក៏ធ្វើអត់ឈ្នះលោកគ្រូហ្នឹងទេបន្ទាប់មកលោកគ្រូហ្នឹងក៏បានបណ្ដេញខ្មោចនៅក្នុងខ្លួនរបស់ហ្វាឡាហ្នឹងចេញទៅសិនហ្វាឡាត្រូវបានដោះខ្មោចចេញហើយក៏បានដួលស្លាប់នៅតំណឹងតែម្ដងតែលោកគ្រូនេះក៏ត្រូវធ្ងន់ធ្ងរដែរក្អួតឈាមពេញហ្នឹងហើយហ្វាឡាហ្នឹងក៏បានត្រឡប់ទៅផ្ទះវិញពេលត្រឡប់ផ្ទះវិញហ្នឹងប្តីរបស់គេក៏បដៅហ្វាឡាហ្នឹងគឺម្ចាស់ដៃតែម្ដងប្រាប់ថានាងឯងបើសិនជាហ៊ានតែធ្វើរឿងផ្ដេសផ្ដាស់ទៀតគឺនឹងមានភាពបន្តទៀតអ្នកឯងនឹងចុះនរកតែម្ដងអត់ខ្លាចខ្ញុំទេមែនអត់ខ្លាចទេមែនបន្ទាប់មកប្រពន្ធមកគេថាខ្លាចណាស់តែឥឡូវហ្នឹងដូចចោះនរកទាំងរស់អញ្ចឹងមានណានិយាយផ្ដឺពេកប្តីរបស់គេហ្នឹងក៏បានវាយម៉ែដោះឃើញអញ្ចឹងគឺអត់ដាច់ចិត្តទេម៉ែដោះហ្នឹងគឺចាប់ផ្ដើមចិត្តតូនហើយក៏ចង់ជួយហ្វាឡាហ្នឹងដើម្បីរត់ចេញពីផ្ទះហ្នឹងតែកំពុងតែនិយាយទូរស័ព្ទជាមួយនឹងលោកគ្រូនេះនិយាយស្រាប់តែដាច់ទូរស័ព្ទបាត់មានណាអាប៉ែហ្នឹងគឺមកតន់ហ្នឹងអាប៉ែហ្នឹងគឺកាត់ខ្សែទូរស័ព្ទហ្នឹងបាត់ហើយនិយាយតាក់ទងគ្នាមិនបានទេហើយបន្ទាប់មកដល់ផ្ទះលោកគ្រូហើយនឹងអ្នកគ្រូនេះវិញលោកគ្រូនឹងអ្នកគ្រូនៅវិហារនេះក៏ត្រូវបានគ្នារបស់អាប្តីហ្នឹងគឺឃុំជាប់ដែរប៉ុន្តែក៏បានអ្នកគ្រូនេះក៏បានឲ្យបងស្រីរបស់ហ្វាឡានេះលួចរត់ចេញតាមផ្លូវក្រោយដើម្បីទៅជួយហ្វាឡានឹងតែម្ដងព្រោះដឹងថាយប់ហ្នឹងគេនឹងធ្វើវិធីអីទៅលើហ្វាឡាហើយបន្ទាប់មកនេះក៏បងស្រីរបស់គាត់ហ្នឹងក៏បានមកជួយបងស្រីរបស់គាត់ហ្នឹងកំពុងតែស្រែអាប៉ែហ្នឹងក៏បានចូលបដូរក្អៅហើយក៏បានចូលមកដល់សួរថាម៉េចចង់តាណាពីនេះឯងចង់តាណាបន្ទាប់មកក៏បានធ្វើការវាយពីអ្នកនឹងតែម្ដងពីព្រោះមនុស្សស្រីមិនមែនជាដៃគូរបស់អាប៉ែនឹងទេអាប៉ែនឹងជាមនុស្សប្រុសមានកម្លាំងអញ្ចឹងវាយដាក់ក្បាលបងស្រីវានឹងមកធោមានអីម៉ងស្លាប់ឈឹងហើយបន្ទាប់មកចាប់ផ្ដើមទៅបោចសក់ហ្វាឡានឹងយកមកក្តាប់ហ្មងដើម្បីទៅធ្វើវិធីស្អីបន្ថែមទៀតនេះញុកចូលទៅក្នុងអាភ្នែកគោគេហ្នឹងបន្ទាប់មកចាប់ផ្ដើមចម្រោះឈាមសម្បកអីកំពុងតែធ្វើវិធីមានអីហ្វាឡាហ្នឹងក៏គាត់ធ្វើការងើបមកដើម្បីបំផ្លាញវិធីរបស់ប្តីរបស់គេកំពុងតែធ្វើហ្នឹងណាបន្ទាប់មកក៏ប្តីរបស់គេហ្នឹងខឹងខ្លាំងមែនទែនវាយហ្វាឡាហ្នឹងវាយឡើងពាក់កណ្ដាលហួសហើយក៏បានបន្ទប់គ្នាទៅវិញទៅមកបានយកកវិតហ្នឹងដើម្បីចង់សម្លាប់ហ្វាឡាហ្នឹងស្រាប់បងស្រីរបស់គេហ្នឹងដឹងខ្លួនឡើងមានអីយកកវិតហ្នឹងចាក់បងស្រីហ្វាឡាឃើញអញ្ចឹងគឺខឹងខ្លាំងមែនទែនកំពុងតែបន្ទប់ទៅយកអាឆ្អឹងគោហ្នឹងអាស្នែងគោហ្នឹងចាក់ចំបេះដូងប្តីរបស់គេហ្នឹងក៏បានចយរ៉េតបាត់ទៅ
អាពាហ៍ពិពាហ៍ពណ៌លឿងមួយនេះផងដែរធ្វើឲ្យ Fala គឺចាំទុកនៅក្នុងខួរក្បាលមិនភ្លេចទេហើយរឿងនេះផងដែរក៏ធ្វើឲ្យស្ត្រីនៅឥណ្ឌូនេស៊ីមួយចំនួនខ្លាចរអានៅក្នុងការរៀបការផងដែរអរគុណ